វឿនវាសនាត្រៀមក្រសោបពានឯកតៈជន3គ្រឿងម្នាក់ឯងនិងកំណត់ត្រាកីឡាករខ្មែរនៅលើឆាកអន្តរជាតិពីមួយសប្តាហ៍ទៅមួយសប្តាហ៍កីឡាករវឿនវាសនាបន្តធ្វើបានល្អក្រោយជួយឲ្យក្រុមបាល់ទះ Win Streak ឈរនៅកំពូលតារាងលីកបាល់ទះតៃវ៉ាន់រដូវកាល2025-2026ដោយឆ្លងកាត់41ប្រកួតឈ្នះ37ចាញ់4មាន103ពិន្ទុដោយឡែកក្រុមលេខ2គឺ TSG Skyhawk មាន75ពិន្ទុលេខ3ក្រុមបាល់ទះ East Power មាន42ពិន្ទុនិងលេខ4ក្រុមបាល់ទះ Taeyeon មាន26ពិន្ទុដោយគិតត្រឹមពេលនេះលីកបាល់ទះតៃវ៉ាន់នៅសល់តែ7ប្រកួតទៀតតែប៉ុណ្ណោះនិងបញ្ចប់វគ្គសន្សំពិន្ទុសម្រាប់ពានឯកតៈជន3គ្រឿងដែលវឿនវាសនាត្រៀមនឹងទទួលរួមមានដូចជាទី1កីឡាករ outside hitter ដែលរកពិន្ទុបានច្រើនជាងគេវឿនវាសនាឈរលេខ1មាន828ពិន្ទុទី2គឺពានរង្វាន់ Top Scorer កីឡាករដែលរកពិន្ទុបានច្រើនជាងគេគឺកីឡាករវឿនវាសនា863ពិន្ទុនិងពានទី3គឺពានរង្វាន់កីឡាករឆ្នើមប្រចាំរដូវកាល The Most Value Player of the Year គឺកីឡាករវឿនវាសនាកំពុងតែមានភាគរយខ្ពស់ជាងគេនិងកំណត់ត្រាមួយទៀតដែលកីឡាករវឿនវាសនាត្រៀមនឹងបំបែកគឺឈ្នះពានរង្វាន់លីកបាល់ទះតៃវ៉ាន់3រដូវកាលជាប់ៗគ្នា